វគ្គពេណាល់ទីកាត់សេចក្តីយ៉ាងណាក៏ដោយបាទពេលវេលាមិនទាន់ចប់មិនទាន់អាចនិយាយបានតែការបញ្ជូនត្រីល្អណាស់ឆ្កឹះទៅបានដែរឬទេទៅហើយត្រង់នេះចូលយ៉ាំដេវីតបាទរកបានគួរបាល់បញ្ចូលទីតាមរយៈការបញ្ជូនដ៏ល្អពីខ្សែបម្រើរបស់គេការរត់ចេញទៅស្ថិតនៅក្នុងជំហរដ៏ល្អមិនអបសាយការរុញមួយជើងស្រាលឲ្យផុតអ្នកចាំទីកែវសុកសិលាជួយឲ្យភ្នំពេញក្រោននាំមុខនៅនាទីទី85ទៅហើយយ៉ាំដេវីតបើទៅតែនិយាយមិនទាន់ផុតពីមាត់ផងថាម៉ោង90នាទីមិនទាន់ចប់មិនអាចនិយាយបានទេបញ្ជូនល្អណាត្រង់នេះបាទយើងមើលណែបាទ2នាក់ទៅបិទបាទកាន់គាត់ទៅគ្រាន់តែឃើញបាល់គាត់ថាអស់បាទអស់កម្លាំងហើយបាទនៅពេលនេះគាត់គឺបាទលែងរត់ហើយព្រោះលឿនបាល់នេះលឿនណូរ៉ាទៅបាទ3ជំហានទៀតទៅដល់បាល់សិលាខំប្រឹងដេញដែរតែនៅតែមិនបានសម្រេចយ៉ែមដេវីត lại từ